ពេលខ្ញុំមើលម៉ូតូហ្នឹងមុនដំបូងខ្ញុំគាត់ថាម៉ូតូធំស៊ីសាំងច្រើនតែតាំងពីជិះមកខ្ញុំចាក់មកពេញបាន700-400គីឡូអញ្ចឹងវាច្រើនដែរពីមុនខ្ញុំជិះម៉ូតូរៀងទួយភ័យពួកម៉ែខ្ញុំថាវាខ្ញុំជិះម៉ូតូហ្នឹងអត់សមទេតោះជិះម៉ូតូធំហើយតាំងពីទិញម៉ូតូហ្នឹងមកខ្ញុំមានអារម្មណ៍ថាវាសមជាមួយមាឌខ្ញុំបាទសួរបងខ្ញុំឈ្មោះសារ៉េចខ្ញុំអាយុ21ឆ្នាំឥឡូវហ្នឹងខ្ញុំជានិស្សិតឆ្នាំទី3នៅ Camet ខ្ញុំកំពុងជិះម៉ូតូ Hunter 350cc ពណ៌ Dark Grey ខ្ញុំជិះម៉ូតូហ្នឹងប្រហែល 3.4 ខែពេលខ្ញុំឃើញម៉ូតូហ្នឹងលើកមុនដំបូងខ្ញុំស្រឡាញ់រូបរាងវាមែនតើហើយពណ៌ហ្នឹងខ្ញុំស្រឡាញ់ជាងគេពេលខ្ញុំសួរបងនៅ dealership ថាមានពណ៌ខ្លះគាត់បង្ហាញពណ៌ខ្ញុំប្រហែល 5-6 ខ្ញុំឃើញពណ៌ហ្នឹងខ្ញុំស្រឡាញ់ជាងគេអញ្ចឹងខ្ញុំរើសពណ៌ហ្នឹងមុនដំបូងខ្ញុំរៀងភ័យព្រោះខ្ញុំដើរជិះម៉ូតូ CC រៀងគួរអញ្ចឹងខ្ញុំជិះតាម 125cc តែតាំងខ្ញុំជិះបានខែហ្នឹងមកខ្ញុំស្រឡាញ់ម៉ូតូហ្នឹងមែនតើពីសំឡេងវាទៅកម្លាំងម៉ាស៊ីនវាខ្ញុំស្រឡាញ់ខ្ញុំសុំហ្មងព្រោះតាំងមុនដំបូងខ្ញុំឃើញម៉ូតូហ្នឹងលើកទី1នៅកន្លែងហាត់ប្រាណខ្ញុំឃើញគេជិះតែទៅពេលទៅខ្ញុំស្រឡាញ់ខ្លាំងទៅចង់សុំប៉ាម៉ាក់ទិញតែគាត់អត់ចង់ទិញឲ្យឃើញម៉ូតូធំមុនដំបូងគាត់ថាខ្ញុំជិះម៉ូតូធំឃើញដូចស្ទីលជាងកាងតែខ្ញុំប្រាប់គាត់ថាម៉ូតូហ្នឹងជិះសុភាពទេឃើញគេច្រើនជិះម៉ូតូធំអញ្ចឹងស្អាតខ្ញុំពេញចិត្តទៅលើសំឡេងម៉ូតូហើយតទៀតកម្លាំងម៉ូតូល្អមុនដំបូងខ្ញុំភ័យថាម៉ូតូហ្នឹងធំពេកជិះផ្លូវស្ទះអត់បានតែជិះប្រហែលខែហ្នឹងមកវាងឡានអីស្រួលមែនតើពេលខ្ញុំមើលម៉ូតូហ្នឹងមុនដំបូងខ្ញុំគាត់ថាម៉ូតូធំស៊ីសាំងច្រើនតែតាំងពីជិះមកខ្ញុំចាក់មកពេញបាន700-400គីឡូអញ្ចឹងវាច្រើនដែរខ្ញុំគិតថាតម្លៃម៉ូតូរបស់ Hunter ហ្នឹងពិតជាសមរម្យមែនតើដោយសារវាមាន feature ច្រើនដូចជាប្រព័ន្ធការពារ ABS ភាគច្រើនមានតែម៉ូតូថ្លៃៗដែលមានកម្លាំងម៉ូតូល្អមែនតើខ្ញុំចូលចិត្តជិះម៉ូតូហ្នឹងតាមពេលធ្វើទលេអាចទៅដល់ទីតាំងលឿនហើយពេលជិះផ្លូវស្ទះខ្ញុំអាចជិះវាងឡានស្រួលមែនតើភាគច្រើនពេលខ្ញុំឈប់ភ្លើង stop អីពូគាត់សួរតម្លៃម៉ូតូហ្នឹងប៉ុន្មានហើយប៉ុន្មាន cc អញ្ចឹងគាត់ចាប់អារម្មណ៍ម៉ូតូពូម៉ែខ្ញុំមួយទៀតពូហ្នឹងស្រឡាញ់ម៉ូតូមែនតើឃើញម៉ូតូខ្ញុំគាត់ចង់ទិញដែរខ្ញុំគិតថាម៉ូតូហ្នឹងស័ក្តិសមជាមួយខ្សែរបស់ខ្ញុំព្រោះពីមុនខ្ញុំជិះម៉ូតូរៀងទួយភ័យពួកម៉ែខ្ញុំថាវាខ្ញុំជិះម៉ូតូហ្នឹងអត់សមទេតោះជិះម៉ូតូធំហើយតាំងពីទិញម៉ូតូហ្នឹងមកខ្ញុំមានអារម្មណ៍ថាវាសមជាមួយមាឌខ្ញុំហើយ model ផ្សេងរបស់ Royal Enfield ដែលខ្ញុំតាក់ទាញចង់ទិញអនាគតគឺជា Shotgun 650cc ហើយនិង Bear 650cc ហេតុអីដែរដោយសារវាស្អាតមែនតើខ្ញុំចូលចិត្តរូបរាងហើយកម្លាំងម៉ូតូ 650cc ខ្ញុំចង់សាកល្បងចង់សាកជិះទៅខេត្តសុបាយបាទជាចុងក្រោយខ្ញុំចង់ប្រាប់ទៅពួកបងដែលមានអារម្មណ៍តាក់ទាញទៅពួកម៉ូតូ Hunter 350cc ហ្នឹងថាកុំភ័យអំពីកម្លាំងម៉ូតូហ្នឹងអត់ស៊ីសាំងច្រើនទេទោះបីម៉ាស៊ីនវាធំតែវាស៊ីសាំងជាងម៉ូតូចាស់ខ្ញុំទៀត Service Center Royal Enfield គាត់ជួយខ្ញុំច្រើនមែនតើណែនាំអំពីការប្រើប្រាស់ម៉ូតូហើយពេលណាដែលត្រូវយកចូលធ្វើគាត់ប្រាប់ខ្ញុំច្រើនមែនតើបាទ